អ្នកទាំងអស់គ្នារកលុយបានច្រើនក៏ប៉ុន្តែបើគ្មានសុខភាពល្អលុយទាំងអស់នោះក៏គ្មានន័យអ្វីដែរសុខភាពជាទ្រព្យដ៏មានតម្លៃបំផុតមនុស្សជាច្រើនចំណាយពេលពេញមួយថ្ងៃដើម្បីរកលុយបំពេញការងារនិងសម្រេចគោលដៅក្នុងជីវិតប៉ុន្តែមានរឿងមួយដែលមនុស្សជាច្រើនតែងតែមើលរំលងនោះគឺសុខភាពយើងខំធ្វើការពីព្រឹកដល់យប់ខ្លះគេងយឺតខ្លះញ៉ាំមិនទៀងពេលហើយខ្លះទៀតមិនសូវហាត់ប្រាណនោះទេយើងគិតថានៅពេលមានលុយច្រើនហើយទើបចាប់ផ្ដើមថែរក្សាសុខភាពប៉ុន្តែការពិតគឺសុខភាពល្អមិនអាចរងចាំយើងបានទេសូមអ្នកគិតមើលថាបើថ្ងៃណាមួយអ្នកមានផ្ទះធំមានឡានថ្លៃមានលុយច្រើនប៉ុន្តែអ្នកឈឺមិនអាចដើរបានមិនអាចញ៉ាំអាហារដែលអ្នកចូលចិត្តបានឬមិនអាចចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់បានតើទ្រព្យសម្បត្តិទាំងនោះនៅមានតម្លៃដែរឬទេសុខភាពល្អគឺជាមូលដ្ឋាននៃសេចក្តីសុខទាំងអស់ពេលរាងកាយរឹងមាំចិត្តក៏ស្រស់ស្រាយការងារក៏មានប្រសិទ្ធភាពហើយជីវិតក៏មានន័យជាងមុនផងដែរដូច្នេះចាប់ពីពេលនេះតទៅសូមផ្ដល់តម្លៃដល់សុខភាពរបស់អ្នកគេងឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារដែលមានផលប្រយោជន៍ផឹកទឹកឲ្យបានច្រើនហាត់ប្រាណជាប្រចាំនិងកុំឲ្យភាពមមាញឹកលួចយកសុខភាពរបស់អ្នកឲ្យសោះកុំរងចាំរហូតដល់អ្នកឈឺទើបនឹកឃើញពីតម្លៃរបស់សុខភាពព្រោះសុខភាពមិនមែនគ្រាន់តែជាផ្នែកមួយនៃជីវិតនោះទេប៉ុន្តែវាជាទ្រព្យសម្បត្តិមួយដ៏មានតម្លៃបំផុតដែលមិនអាចទិញបានដោយលុយនោះឡើយចូលចងចាំថាអ្នកអាចបាត់បង់លុយហើយរកវាមកវិញបានប៉ុន្តែបើអ្នកបាត់បង់សុខភាពនោះអ្វីៗគ្រប់យ៉ាងនឹងកាន់តែលំបាកឡើងចាប់ផ្ដើមថែរក្សាខ្លួនឯងចាប់ពីថ្ងៃនេះតទៅព្រោះសុខភាពល្អគឺជាកាដូដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់អ្នកតើអ្នកបានថែរក្សាសុខភាពរបស់ខ្លួនហើយឬនៅបើអ្នកគិតថាវីដេអូនេះមានអត្ថប្រយោជន៍សូមជួយ follow page subscribe channel និង share វីដេអូនេះដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ